បទច្បាញ់រលាយហើយអាមេរិកនិងអ៊ីរ៉ង់វិបកគ្នាទៅវិញទៅមកយ៉ាងសាហាវយោងតាម NBC News លោក Donald Trump បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពក្រោយអ៊ីរ៉ង់វាយប្រហារកប៉ាល់នៅច្រកសមុទ្រ Hormuz ប្រិមត្តទស្សនិកជនមកកាន់នីតិព័ត៌មាននិងការវិភាគអន្តរជាតិក្តីសង្ឃឹមក្នុងការបញ្ចប់សង្គ្រាមរវាងមហាអំណាចសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដែលពិភពលោកទន្ទឹងរង់ចាំពេលនេះត្រូវបានដុតកំទេចចោលខ្លាយជាភេះផង់បាត់ទៅហើយបាត់ឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសទាំងពីរត្រូវបានប្រកាសរំលាយជាស្ថាពរស្របពេលដែលគ្រាប់មីស៊ីលកំពុងតែហោះបាញ់ស្រោចដាក់គ្នាទៅវិញទៅមកយ៉ាងសាហាវនិងក្តៅគគុកបំផុតយោងតាមសេចក្តីរាយការណ៍បន្ទាន់ពីបណ្ដាញសារព័ត៌មាន NBC News ទម្លាយឲ្យដឹងថាលោកប្រធានាធិបតីអាមេរិក Donald Trump បានសម្រេចចិត្តលែងធរក្តៅដោយប្រកាសយ៉ាងច្បាស់លាស់ថាកិច្ចព្រមព្រៀងសន្តិភាពគឺចប់ត្រឹមនេះហើយមូលហេតុដែលនាំឲ្យលោក Trump ទោះកំផឹងនិងទាត់ចោលតុកចរចានេះគឺដោយសារតែកងទ័ពអ៊ីរ៉ង់បានប្រកាសវាយប្រហារយ៉ាងខុសឃ្លឿនទៅលើកប៉ាល់ដឹកទំនិញពាណិជ្ជកម្មនិងនាវីនានាដែលធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រ Strait of Hormuz ដែលជាសរសៃឈាមប្រេងពិភពលោកតើអាមេរិកវាយបកវិញយ៉ាងសាហាវកម្រិតណាគ្រាន់តែលោក Trump ប្រកាសចប់ភ្លាមកាលពីថ្ងៃពុធកន្លងទៅកងទ័ពអាកាសនិងកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលទ្រង់ទ្រាយធំបំផុតដោយបានកំទេចគោលដៅយោធារបស់អ៊ីរ៉ង់រហូតដល់ប្រមាណ90ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសទីបញ្ជាការយោធាអាមេរិកបានរៀបរាប់យ៉ាងលម្អិតថាគោលដៅដែលត្រូវកំទេចទាំង90កន្លែងនោះរួមមានប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់អ៊ីរ៉ង់ប្រព័ន្ធរ៉ាដាស៊ើបការនិងតាមដាននៅតំបន់បណ្ដោយឆ្នេរសមុទ្រទីតាំងឃ្លាំងស្តុកគ្រាប់មីស៊ីលនិងយន្តហោះដ្រូនអត្តឃាតរួមទាំងរចនាសម្ព័ន្ធយោធានិងមូលដ្ឋានទ័ពជើងទឹករបស់អ៊ីរ៉ង់ជាច្រើនកន្លែងទៀតនេះគឺជាការវាយប្រហារកាត់ផ្តាច់ដៃជើងយោធាអ៊ីរ៉ង់មិនឲ្យងើបមុខរួចទៅតាមបណ្ដោយឆ្នេរសមុទ្រទាំងមូលតើអ៊ីរ៉ង់នៅស្ងៀមអោបដៃទទួលយកការវាយប្រហារនេះឬទេប្រកាសណាស់គឺអត់ទេទីក្រុងតេហេរ៉ង់បានបើកការវាយប្រហារសងសឹកវិញក្នុងទំហំមួយដ៏នឹកស្មានមិនដល់កងទ័ពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបាញ់មីស៊ីលនិងបញ្ជូនយន្តហោះដ្រូនអត្តឃាតរាប់សិបគ្រឿងសម្ដៅទៅវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនិងប្រទេសសព្វនមិត្តអាមេរិកទូទាំងនៅតំបន់ប្រចាំពពីរលកនៃការវាយប្រហារសងសឹកនេះបានបង្កឲ្យមានភាពភ័យស្លន់ស្លោនិងវឹកវរយ៉ាងខ្លាំងសម្លេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងកងរំពងពេញផ្ទៃប្រទេសកាតាបារ៉ែនគូវេតនិងប៉ុន្មានម៉ោងក្រោយមកក៏មានការប្រកាសអាសន្ននៅក្នុងប្រទេសហ្សឹកដានីថែមទៀតផងប្រជាជននៅក្នុងប្រទេសទាំងនេះត្រូវរត់ចូលលានដ្ឋានលាក់ខ្លួនកណ្ដាលយប់ខណៈភាគីសង្គ្រាមទាំងពីរកំពុងតែចាប់ប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភកិច្ចព្រមព្រៀងសន្តិភាពមុនជំវិញព្រឹត្តិការណ៍នេះមន្ត្រីជាន់ខ្ពស់អាមេរិកបានទម្លាយប្រាប់ NBC News ថាកាលពីថ្ងៃប្រហ័សកងទ័ពអាមេរិកមិនបានបើកការវាយប្រហារបន្ថែមទៀតនោះទេដែលជាការទាត់ចោលនៅការចាប់ប្រកាន់របស់អ៊ីរ៉ង់ប៉ុន្តែកងទ័ពអាមេរិកកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដើម្បីបាញ់ទម្លាក់រាល់គ្រាប់មីស៊ីលនិងដ្រូនទាំងអស់ដែលអ៊ីរ៉ង់បាញ់ស្រោចមកមន្ត្រីដដែលបានអះអាងដោយមានមោទនភាពថាប្រព័ន្ធការពាររបស់អាមេរិកនិងសព្វនមិត្តអាចបាញ់ស្ទាក់ចាប់និងកំទេចការគំរាមកំហែងរបស់អ៊ីរ៉ង់បានស្ទើរតែ 100% មុនពេលវាធ្លាក់ដល់គោលដៅគិតត្រឹមពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីការបាត់បង់អាយុជីវិតឬការខូចខាតធ្ងន់ធ្ងរដល់មូលដ្ឋានទ័ពអាមេរិកនៅឡើយទេអគារស៊ីវិលមួយកន្លែងដែលស្ថិតនៅក្បែរទីបញ្ជាការកងទ័ពជើងទឹកអាមេរិកក្នុងប្រទេសបារ៉ែនយ៉ាងណាក្តីបំណែកគ្រាប់មីស៊ីលដែលត្រូវបាញ់ទុះទៅលើអាកាសបានធ្លាក់ចំមកក្រោមនិងបង្កឲ្យការខូចខាតខ្លះៗទៅលើអគារស៊ីវិលមួយកន្លែងដែលស្ថិតនៅក្បែរទីបញ្ជាការកងទ័ពជើងទឹកអាមេរិកក្នុងប្រទេសបារ៉ែនការបន្តផ្ទុះអាវុធដាក់គ្នារយៈពេល2ថ្ងៃជាប់គ្នានេះបានសម្លាប់ក្តីសង្ឃឹមនៃការចរចាទាំងស្រុងអ្នកវិភាគកំពុងមានការសង្ស័យយ៉ាងខ្លាំងថាតើទីក្រុង Washington និងទីក្រុងតេហេរ៉ង់ពិតជាចង់បញ្ចប់សង្គ្រាមមែនដែរទេឬមួយក៏ចង់វាយគ្នារហូតដល់មានអ្នកចាញ់អ្នកឈ្នះការបន្តផ្ទុះអាវុធដាក់គ្នារយៈពេល2ថ្ងៃជាប់គ្នានេះបានសម្លាប់ក្តីសង្ឃឹមនៃការចរចាទាំងស្រុងអ្នកវិភាគកំពុងមានការសង្ស័យយ៉ាងខ្លាំងថាតើទីក្រុង Washington និងទីក្រុងតេហេរ៉ង់ពិតជាចង់បញ្ចប់សង្គ្រាមមែនឬទេឬមួយក៏ចង់វាយគ្នារហូតមានអ្នកឈ្នះមានអ្នកចាញ់